អ្នកធ្លាប់អង្គុយសម្រាកប៉ុន្តែចុងក្រោយនៅតែមានអារម្មណ៍ថាហត់ទេមិនមែនហត់រាងកាយទេតែជាហត់ផ្លូវចិត្តដូចជាខួរក្បាលរបស់អ្នករត់ពេញមួយថ្ងៃទោះបីរាងកាយមិនបានធ្វើអ្វីច្រើនក៏ដោយអ្នកភ្ញាក់ពីគេងហើយចាប់ទូរស័ព្ទភ្លាម notification សារវីដេអូព័ត៌មានតន្ត្រីសំឡេងរំខានហើយនៅចុងថ្ងៃអ្នកមានអារម្មណ៍ថាខ្វះកម្លាំងចិត្តធុញថប់និងអស់កម្លាំងផ្លូវអារម្មណ៍ទោះបីអ្នកមិនបានធ្វើអ្វីធ្ងន់ធ្ងរក៏ដោយនោះហើយជាបញ្ហាខួរក្បាលរបស់អ្នកមិនដែលបានសម្រាកពិតប្រាកដទេហើយមនុស្សភាគច្រើនមិនសូវដឹងថាវាកំពុងកើតឡើងផងភាពនឿយហត់របស់អ្នកប្រហែលមិនមែនមកពីការងារឬការសិក្សាឬទំនួលខុសត្រូវនានាវាអាចមកពីការរំញោចជាបន្តបន្ទាប់ដែលមើលមិនឃើញព្រោះសពថ្ងៃនេះភាពស្ងប់ស្ងាត់ធ្វើឲ្យមនុស្សមិនសូវស្រួលចិត្តពេលណាដែលមានពេលទំនេរតិចតួចយើងបំពេញវាភ្លាម scroll TikTok ពេលញ៉ាំបាយមើលវីដេអូពេលធ្វើការស្ដាប់ podcast ពេលដើរឆែក notification ពីនេះជាមួយគេដេកជាមួយ YouTube បើកនៅខាងក្រោយខួរក្បាលរបស់អ្នកមិនដែលមានពេលសម្រាប់ទេឆែក notification ពេលនិយាយជាមួយគេដេកជាមួយ YouTube បើកនៅខាងក្រោយខួរក្បាលរបស់អ្នកមិនដែលមានពេលសម្រាប់ទេហើយពេលខួរក្បាលត្រូវទទួលព័ត៌មានជានិច្ចវាចាប់ផ្ដើមបាត់សមត្ថភាពក្នុងការស្ដារខ្លួនវិញបន្តិចម្ដងនោះហើយជាមូលហេតុដែលមនុស្សជាច្រើនមានអារម្មណ៍ burn out ទោះបីពួកគេមានពេលទំនេរក៏ដោយព្រោះពេលទំនេរមិនមែនមានន័យថាសម្រាកទេបើខួរក្បាលនៅតែ overload អ្នកអាចគេងលើគ្រែ scroll TikTok 5 ម៉ោងតែថ្ងៃបន្ទាប់នៅតែហប់មិនមែនព្រោះអ្នកខ្ជិលទេតែព្រោះប្រព័ន្ធសរសៃប្រសាទរបស់អ្នកមិនដែលបានស្ងប់ពិតប្រាកដខួរក្បាលរបស់អ្នកនៅតែបើកដំណើរការពេញម៉ោងហើយអ្វីដែលគួរឲ្យខ្លាចភាព overload បែបនេះคล้ายជារឿងធម្មតាទៅហើយសាកគិតមើលលើកចុងក្រោយដែលអ្នកអង្គុយនៅក្នុងភាពស្ងាត់ស្ងាត់គឺពេលណាគ្មានទូរស័ព្ទគ្មានតន្ត្រីគ្មាន content គ្មានការរំខានមានតែអ្នកនិងគំនិតរបស់អ្នកប៉ុណ្ណោះសម្រាប់មនុស្សជាច្រើនវាស្ទើរតែមិនអាចធ្វើបានហើយវាគួរឲ្យព្រួយបារម្ភព្រោះខួរក្បាលដែលមិនដែលបានផ្អាកចុងក្រោយនឹងពិបាកផ្ដោតអារម្មណ៍ពិបាកបង្កើតអ្វីថ្មីពិបាកមានកម្លាំងចិត្តសូម្បីតែពិបាកមានអារម្មណ៍សប្បាយផងអ្នកចាប់ផ្ដើមពន្យាពេលការងារច្រើនជាងមុនមិនមែនព្រោះអ្នកខ្វល់ទេតែព្រោះប្រព័ន្ធសរសៃប្រសាទរបស់អ្នកមិនដែលបានស្ងប់ពិតប្រាកដខួរក្បាលរបស់អ្នកនៅតែបើកដំណើរការពេញម៉ោងហើយអ្វីដែលគួរឲ្យខ្លាចភាព overload បែបនេះคล้ายជារឿងធម្មតាទៅហើយសាកគិតមើលលើកចុងក្រោយដែលអ្នកអង្គុយនៅក្នុងភាពស្ងាត់ស្ងាត់គឺពេលណាគ្មានទូរស័ព្ទគ្មានតន្ត្រីគ្មាន content គ្មានការរំខានមានតែអ្នកនិងគំនិតរបស់អ្នកប៉ុណ្ណោះសម្រាប់មនុស្សជាច្រើនវាស្ទើរតែមិនអាចធ្វើហើយវាគួរឲ្យព្រួយបារម្ភព្រោះខួរក្បាលដែលមិនដែលបានផ្អាកចុងក្រោយនឹងពិបាកផ្ដោតអារម្មណ៍ពិបាកបង្កើតអ្វីថ្មីពិបាកមានកម្លាំងចិត្តសូម្បីតែពិបាកមានអារម្មណ៍សប្បាយផងអ្នកចាប់ផ្ដើមពន្យាពេលការងារច្រើនជាងមុនមិនមែនព្រោះអ្នកមិនខ្វល់ទេតែព្រោះខួរក្បាលរបស់អ្នកហត់មុនចាប់ផ្ដើមទៅទៀតនោះហើយជាមូលហេតុដែលការងារតូចក៏មានអារម្មណ៍ថាធ្ងន់ reply email មួយក៏ stress សម្អាតបន្ទប់ក៏ដូចជាពិបាកខ្លាំងណាស់ចាប់ផ្ដើម project ថ្មីក៏មានអារម្មណ៍ថាឈឺក្បាលផ្លូវចិត្តខួរក្បាលរបស់អ្នកមាន tab បើកច្រើនពេកហើយចុងក្រោយអ្វីក៏ចាប់ផ្ដើមយឺតដោយទូរស័ព្ទដែលបើក app 100ក្នុងពេលតែមួយអ្វីដែលធ្វើឲ្យវាកាន់តែអាក្រក់គឺការរំញោចទាំងនេះធ្វើឲ្យអ្នកគិតថាអ្នកកំពុងសម្រាក scroll មើលទៅស្រួល binge watch មើលទៅធូរស្បើយការកំសាន្តជានិច្ចមើលទៅគ្មានបញ្ហាប៉ុន្តែខួរក្បាលរបស់អ្នកនៅតែដំណើរការព័ត៌មានជានិច្ចមុខថ្មីមតិថ្មីការប្រៀបធៀបថ្មីអារម្មណ៍ថ្មី
ម៉ោងហើយម៉ោងទៀតហើយយូរទៅសមត្ថភាពបដោតអារម្មណ៍របស់អ្នកកាន់តែខ្សោយការអត់ធន់កាន់តែបាត់បង់អ្នកចាប់ផ្ដើមធុញនឹងអ្វីដែលយឺតសូម្បីតែភាពស្ងប់ ក៏ចាប់ផ្ដើមមានអារម្មណ៍ថាគួរឲ្យធុញនោះហើយជាមូលហេតុដែលមនុស្សជាច្រើនមិនអាចរីករាយជាមួយជីវិតធម្មតាបានទៀតដើរលេងស្ងប់មានអារម្មណ៍ថាតូអានសៀវភៅមានអារម្មណ៍ថាពិបាកធ្វើការដើម្បីគោលដៅរយៈពេលវែងមានអារម្មណ៍ថាធុញទ្រាន់ព្រោះខួរក្បាលត្រូវបានហ្វឹកហាត់ឲ្យរងចាំដូផាមីនរៀងរាល់ប៉ុន្មានវិនាទីម្ដងការរំញោះលឿនរង្វាន់ភ្លាមការរំខានភ្លាមប៉ុន្តែជីវិតពិតមិនដំណើរការបែបនោះទេហើយពេលខួរក្បាលស៊ាំនឹងការរំញោះមិនឈប់ជីវិតធម្មតាក៏ចាប់ផ្ដើមមានអារម្មណ៍ថាគ្មានរសជាតិផ្លូវអារម្មណ៍ប៉ុន្តែមានដំណឹងល្អមួយខួរក្បាលរបស់អ្នកអាចស្តារខ្លួនវិញបានលឿនជាងអ្នកគិតមិនចាំបាច់ផ្លាស់ប្ដូរជីវិតខ្លាំងពេកទេមិនចាំបាច់ទៅរស់នៅលើភ្នំ30ថ្ងៃទេគ្រាន់តែចាប់ផ្ដើមពីភាពស្ងប់តិចដោយចេតនាពេលខ្លីៗដែលខួរក្បាលរបស់អ្នកទទួលបានការអនុញ្ញាតឲ្យដកដង្ហើមវិញចាប់ផ្ដើមពីរឿងនេះ30នាទីដំបូងបន្ទាប់ពីភ្ញាក់ពីគេងកុំចាប់ទូរស័ព្ទខ្ញុំដឹងថាវាសាមញ្ញប៉ុន្តែសាកសង្កេតមើលថាវាពិបាកប៉ុណ្ណាមនុស្សភាគច្រើនភ្ញាក់ឡើងហើយបញ្ចូលព័ត៌មានចូលខួរក្បាលភ្លាមមុនពេលខ្លួនឯងភ្ញាក់ពេញលេញផងព័ត៌មានសារ stress ការប្រៀបធៀបមុនពេលគំនិតរបស់ខ្លួនឯងមានឱកាសលេចឡើងផងផ្ដល់ការចាប់ផ្ដើមយឺតឲ្យខួរក្បាលផឹកទឹកលាតសន្ធឹងខ្លួនអង្គុយស្ងប់មួយផ្លែតឲ្យខួរក្បាលភ្ញាក់ឡើងតាមធម្មជាតិជំនួសឲ្យការភ្ញាក់ដោយការរំញោចភ្លាមរឿងមួយទៀតដែលជួយខ្លាំងជាងដែលមនុស្សគិតឈប់បំពេញគ្រប់ពេលទំនេរអ្នកមិនចាំបាច់មាន content រៀងរាល់វិនាទីទេអ្នកអាចដើរដោយគ្មានកាសបានខ្លះអ្នកអាចញ៉ាំបាយដោយមិនមើលអ្វីអ្នកអាចអង្គុយក្នុងបន្ទប់ដោយមិនចាំបាច់ចាប់ទូរស័ព្ទភ្លាមដំបូងវានឹងមានអារម្មណ៍មិនស្រួលព្រោះខួរក្បាលរបស់អ្នកកំពុង detox ពីការរំញោចលើសកម្រិតប៉ុន្តែបន្តិចម្ដងអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ស្ងប់វិញច្បាស់លាស់វិញមានវត្តមានក្នុងពេលបច្ចុប្បន្នវិញហើយមានរឿងមួយដែលមិនសូវមានអ្នកនិយាយគ្រប់គ្រាន់ការសម្រាកផ្លូវចិត្តគឺជាផលិតភាពមួយការមិនធ្វើអ្វីសោះពីរបីនាទីមិនមែនជាការខ្ចាស់ខ្ជាយពីលទេខួរក្បាលត្រូវការស្តារខ្លួនដូចសាច់ដុំដែរស្រមៃមើលថាអ្នកទៅហាត់ប្រាណរាល់ម៉ោងដោយគ្មានពេលសម្រាកចុងក្រោយរាងកាយនឹងទ្រាំមិនបានហើយនោះហើយជាអ្វីដែលកំពុងកើតឡើងផ្លូវចិត្តចំពោះមនុស្សជាច្រើនព័ត៌មានចូលជានិច្ចគ្មានការសម្រាកហើយបន្ទាប់មកយើងឆ្ងល់ថាហេតុអ្វីកម្លាំងចិត្តបាត់ទៅពេលខ្លះអ្នកមិនត្រូវការ discipline បន្ថែមទេអ្នកត្រូវការសំឡេងរំខានតិចជាងមុនព្រោះខួរក្បាលដែលរវល់ពេកពិបាកស្ដាប់អ្វីដែលសំខាន់ពិតប្រាកដនោះហើយជាមូលហេតុដែលមនុស្សខ្លះមានអារម្មណ៍ចង់យំពេលពួកគេចាប់ផ្ដើមស្ងប់វិញគំនិតទាំងអស់ដែលពួកគេរត់គេចចាប់ផ្ដើមតាមទាន់ពួកគេ stress ភាពឯកោសម្ពាធអារម្មណ៍ថាខ្លួនឯងដើរយឺតជាងគេក្នុងជីវិតការរំខានអាចធ្វើឲ្យអ្នកភ្លេចអារម្មណ៍ទាំងនេះបានបណ្ដោះអាសន្នប៉ុន្តែភាពស្ងប់ធ្វើឲ្យអ្នកមើលឃើញវាហើយនិយាយតាមត្រង់នោះគឺជាផ្នែកមួយនៃការព្យាបាលខ្លួនឯងអ្នកមិនចាំបាច់ក្លាយជាមនុស្ស minimalist ល្អឥតខ្ចោះទេអ្នកមិនចាំបាច់លុប social media ចោលរហូតទេអ្នកគ្រាន់តែត្រូវការពេលខ្លះដែលខួរក្បាលមិនត្រូវបានទាញទៅគ្រប់ទិសពេលដែលអ្នកអាចគិតច្បាស់វិញមានអារម្មណ៍ច្បាស់វិញ
រស់នៅដោយមិនចាំបាច់ consume អ្វីគ្រប់វិនាទីព្រោះភាពស្ងប់មិនមែនជាភាពខ្ជិលទេការសម្រាកមិនមែនជាភាពទន់ខ្សោយទេហើយការបន្ថយល្បឿនមិនមានន័យថាអ្នកកំពុងដើរថយក្រោយទេពេលខ្លះការបន្ថយល្បឿនគឺជារឿងដែលជួយឲ្យអ្នកដើរទៅមុខបានវិញដូច្នេះបើថ្មីនេះអ្នកមានអារម្មណ៍ថាហត់គ្មានកម្លាំងចិត្តស្ពឹកអារម្មណ៍มันអាចផ្ដោតអារម្មណ៍បានប្រហែលមិនមែនខួរក្បាលអ្នកខូចទេប្រហែលវាគ្រាន់តែ overstimulated ប៉ុណ្ណោះហើយប្រហែលដំណោះស្រាយមិនមែនធ្វើអ្វីបន្ថែមទេប្រហែលវាគ្រាន់តែជាការផ្ដល់ឱកាសឲ្យខួរក្បាលរបស់អ្នកសម្រាកជាលើកដំបូងយប់នេះសាកធ្វើរឿងតូចមួយដាក់ទូរស័ព្ទចុះ15នាទីអង្គុយស្ងាត់ចេញទៅក្រៅដើរលេងដោយគ្មានការរំខានឲ្យខួរក្បាលរបស់អ្នកដកដង្ហើមមួយផ្លែតមិនមែនរហូតទេគ្រាន់តែយូរល្មមឲ្យអ្នកចាំបានវិញថាភាពស្ងប់មានអារម្មណ៍បែបណាហើយបើវីដេអូនេះត្រូវចិត្តអ្នកសូម comment ប្រាប់ខ្ញុំផងមានមនុស្សជាច្រើនកំពុងតស៊ូជាមួយ mental overload ដោយស្ងៀមស្ងាត់ជាងដែលយើងគិតយើងកំពុងរៀនជាមួយគ្នាម្ដងមួយជំហានតូច